ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នារបៀបក្នុងការបង្កើត email សម្រាប់បងប្អូនដែលមានតម្រូវការក្នុងការបង្កើត email ដើម្បីយកទៅប្រើប្រាស់ជាតម្រូវការផ្សេងៗអញ្ចឹងការបង្កើត email ពិតទៅគឺជា Google account មួយដែលបងប្អូនអាចធ្វើការ download កម្មវិធីនៅលើ Play Store បានសម្រាប់បងប្អូនដែលគាត់អត់មានemail ទេគឺគាត់អត់អាច download កម្មវិធីនៅលើ Play Store បានទេអញ្ចឹងបងប្អូនត្រូវតែមាន email មួយឬមួយក៏យើងហៅថា Google account ហ្នឹងបាទ email ហ្នឹងគឺ Google account ហ្នឹងឯងអញ្ចឹងដើម្បីធ្វើការបង្កើត email បងប្អូនអាចចូលមកកាន់កម្មវិធី Gmail ហើយបើសិនជាអត់មានទេបងប្អូនអាចធ្វើការបង្កើតវានៅលើ Play Store នេះតែម្ដងដល់យើងចុចនៅកន្លែងរូបក្បាលមនុស្សហ្នឹងគឺមានកន្លែង create account ដូចគ្នាអញ្ចឹងខ្ញុំនឹងបង្កើតនៅលើកម្មវិធី Gmail នេះតែម្ដងបាទអញ្ចឹងបងប្អូនចូលទៅកាន់កម្មវិធី Gmail មកអញ្ចឹងដោយសារទូរស័ព្ទរបស់ខ្ញុំមានកម្មវិធី Gmail ស្រាប់ក៏ដូចជាមាន Google account ស្រាប់អញ្ចឹងគឺវាតម្រង់ដំបូងនេះអាចនឹងខុសពីលក្ខណៈរបស់បងប្អូនតិចតួចតែការបង្កើតគឺដូចគ្នាទេបងប្អូនអាចចុចទៅកាន់សញ្ញារូបមនុស្សនៅខាងលើនេះបន្ទាប់មកបងប្អូន scroll រកពាក្យមួយបាទ scroll រកពាក្យមួយដែលបងប្អូនឃើញគេដាក់ថា add order account ចឹងបងប្អូនចុចកន្លែងពាក្យថា add order account ហ្នឹងមកដើម្បីធ្វើការបង្កើត account បន្ទាប់ពីបងប្អូនចុចទៅលើពាក្យ add order account បងប្អូនចូលមកកន្លែងពាក្យថា Google បាទបងប្អូន select ទៅលើ Google ហ្នឹងមកបន្ទាប់ពីបងប្អូន select ទៅលើ Google បន្ទាប់មកដល់ចំណុចនេះគឺបងប្អូនត្រូវធ្វើការបង្កើត account បាទអញ្ចឹងកន្លែងបង្កើត account យើងរើសយកកន្លែងថា create account បងប្អូន select ទៅលើពាក្យថា create account ហើយបងប្អូន select ទៅលើពាក្យថា for my personal user បាទគេចុចទៅលើហ្នឹងមកបាទបន្ទាប់មកដល់កន្លែងនេះគឺតម្រូវឲ្យបងប្អូនធ្វើការបង្កើតដាក់ឈ្មោះឬមួយក៏បំពេញ first name និង last name អញ្ចឹងកន្លែង first name គឺជានាមខ្លួនរបស់យើងហើយ past name គឺជានាមតកូលរបស់យើងដែលខ្ញុំខ្ញុំដាក់ថា Time is money តែម្ដងទៅបាទដូចនឹងឈ្មោះ channel របស់ខ្ញុំអូខេអញ្ចឹងខ្ញុំវាយខាងលើឈ្មោះនាមតកូលខាងក្រោមឈ្មោះយើងហើយបន្ទាប់នេះចុច next នៅខាងក្រោមនេះបាទបន្ទាប់ពីយើងចុច next គឺយើងត្រូវបំពេញថ្ងៃខែឆ្នាំកំណើតអញ្ចឹងចំណុចទី1គឺយើងត្រូវធ្វើការបំពេញខែចំណុចទី2គឺយើងបំពេញថ្ងៃចំណុចទី3គឺយើងបំពេញឆ្នាំហើយចំណុចទី4ខាងក្រោមគឺយើងរើសភេទអូខេខ្ញុំដាក់ថាកើតខែ1អញ្ចឹងទៅហើយថ្ងៃ13ខ្ញុំដាក់ថាឆ្នាំ2000អញ្ចឹងទៅនេះគឺជាថ្ងៃខែឆ្នាំកំណើតដែលខ្ញុំបានបំពេញហើយបន្ទាប់មកភេទខ្ញុំរើសយកភេទប្រុសបើ female គឺស្រី male គឺប្រុសអញ្ចឹងខ្ញុំ select យកភេទប្រុសហើយខ្ញុំចុច next នៅត្រង់នេះបន្ទាប់ពីយើងចុច next អានេះគឺយើងធ្វើការបង្កើត email របស់យើងបាទ email មានន័យថា username របស់យើងណាបាទយើងចង់ដាក់របៀបម៉េចអញ្ចឹងបងប្អូនធ្វើការសរសេរចូលមកអញ្ចឹងខ្ញុំដាក់ថាអញ្ចឹងកន្លែង username នេះខ្ញុំដាក់ថាខ្មែរបាទ team time is money អូខេអញ្ចឹងខ្ញុំដាក់ username របស់ខ្ញុំបែបហ្នឹងអូខេបន្ទាប់ពីយើងធ្វើការបញ្ចូល username ហើយយើងចុចកន្លែងប៊ូតុងពាក្យថា next នៅខាងក្រោមនេះអូខេយើង select ទៅលើ next បន្ទាប់មកយើងធ្វើការបង្កើត password នេះគឺជា password email ឬមួយក៏ password Gmail របស់យើងហ្នឹងហើយនៅពេលដែលយើងបំពេញសូមយើងបំពេញវាជាភាសាអង់គ្លេសដែលមានអក្សរធំលាយអក្សរតូចមានលេខហើយមាននឹងសញ្ញាផងដែរអញ្ចឹងឧទាហរណ៍ជាការដាក់ឲ្យមើលខ្ញុំដាក់បែបនេះហើយថែមលេខ33ហើយមានសញ្ញាទ្រង់ជ្រូកហើយថែម GG មួយអញ្ចឹងទៀតទៅបាទអញ្ចឹងបងប្អូនដាក់ឲ្យរឿងបែបហ្នឹងមកណាមានអក្សរអង់គ្លេសមានអក្សរធំអក្សរតូចមានលេខមានសញ្ញាទ្រង់ជ្រូកបន្ទាប់ពីយើងធ្វើការដាក់ហើយយើងអាចធ្វើការចុចនៅចំណុចនេះខាងក្រោមនេះដើម្បីធ្វើការបន្តទៅទៀតបន្ទាប់ពីយើងចុចនេះនេះគឺជា email របស់យើងដែលយើងបានចូលយើងចុចនេះខាងក្រោមទៀតអូខេហើយយើង scroll វាឡើងលើមកយើងចុចទៅលើពាក្យថា I agree នៅខាងក្រោមនេះយើងចុច I agree មកអូខេបន្ទាប់ពីយើងចុចទៅលើ I agree យើងហៅតាមវិធីសិនយើងបានបង្កើតបានហើយអូខេអញ្ចឹងយើងបានបង្កើតវាហើយបងប្អូនអញ្ចឹងយើងអេត email របស់យើងចូលមកដូច email ដែលយើងបានបង្កើតហ្នឹងយើងចូលទៅកាន់សញ្ញា logo ខាងលើបន្ទាប់មកយើងរកមើល logo ឬមួយក៏ email ដែលយើងបានបង្កើតហ្នឹងនេះគឺជា email ដែលយើងបានបង្កើតហ្នឹងបាទយើងថែកទៅលើវាមកដើម្បីយកកម្រិតហ្នឹងហើយនេះគឺជា email ដែលយើងចូលបង្កើតបានអញ្ចឹងយើងអាចប្រើ email ហ្នឹងទៅ create Facebook create YouTube channel ឬមួយក៏ទៅធ្វើការផ្សេងៗទៀតដូចជាបង្កើត TikTok អីយើងអាចប្រើ email ហ្នឹងទៅបង្កើតបានបាទអូខេបងប្អូនហើយនេះគឺវីដេអូរបៀបបង្កើត email ហើយសង្ឃឹមថាបងប្អូននឹងអាចយកទៅប្រើជាប្រយោជន៍បាទហើយសម្រាប់វីដេអូនេះខ្ញុំបញ្ចប់តែប៉ុណ្្នឹងបាទអរគុណយើងជួបគ្នានៅវីដេអូក្រោយ